វីដេអូនេះនឹងអាចធ្វើឲ្យបងប្អូនសប្បាយចិត្តបានបងប្អូននឹងនិយាយថាព្រះជាម្ចាស់ឬបងប្អូនមិនមែនចេះតែរើសទេជាងកលេចទៅកាន់សិស្សរបស់ព្រះជាម្ចាស់មិនព្រះអង្គម្ចាស់ចេះតែរើសគេបើសិនជាព្រះអង្គម្ចាស់ចេះតែរើសព្រះអង្គបើរើសតែអ្នកនេសាទទាំងអស់ហើយមែនទេរើសលោកពេត្រុសឬក៏រើសពីណាគេម្នាក់ឬក៏តំបន់នឹងហើយប៉ុន្តែអត់ទេព្រះអង្គម្ចាស់រើសមនុស្សផ្សេងគ្នាផ្សេងពីគ្នាសុទ្ធតែជាអ្នកដែលព្រះជាម្ចាស់បានមានផែនការហើយថាម្នាក់នឹងម្នាក់ណាដែលព្រះជាម្ចាស់រើសអញ្ចឹងយើងដូចគ្នាមិនមែនចៃដន្យទេមិនមែនជាអ្វីដែលចេះតែកើតឡើងទេសុទ្ធតែជាផែនការព្រះអង្គសុទ្ធតែជារឿងល្អសុទ្ធតែមានលក្ខណៈពិសេសសុទ្ធជាម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ហើយម្នាក់ដែលព្រះជាម្ចាស់មានផែនការទាំងខ្ញុំហើយបងប្អូនយើងជាមនុស្សដែលព្រះជាម្ចាស់បានរើសហើយមានផែនការសម្រាប់យើងម្នាក់ហើយយើងជាមនុស្សដែលពិសេសដែលព្រះជាម្ចាស់បានរើសយើងហើយប្រើយើងក្នុងពន្ធកិច្ចក្នុងកិច្ចការងារណាមួយដូច្នេះហើយយើងជាមនុស្សដែលមានតម្លៃនៅចំពោះប្រវត្តិមានព្រះអង្គយើងមានតម្លៃដែលព្រះជាម្ចាស់បានរើសហើយតាំង right យើងមានតម្លៃនៅចំពោះព្រះអង្គដែលយើងមានឈ្មោះដែលព្រះអង្គម្ចាស់ស្គាល់ដែលព្រះអង្គម្ចាស់ដឹងថាយើងជាកូនរបស់ព្រះជាម្ចាស់អូខេអញ្ចឹងបងប្អូនមានតម្លៃនៅចំពោះព្រះជាម្ចាស់អូខេសង្ឃឹមថាបងប្អូនសប្បាយចិត្តដែលព្រះជាម្ចាស់បានមានឈ្មោះបងប្អូនដែលព្រះជាម្ចាស់បានរើសបងប្អូនហើយខ្ញុំដូចគ្នាហើយខ្ញុំសប្បាយចិត្តមែនតើនៅពេលខ្ញុំនឹកថាវ៉ាវមិនសិតតែកើតឡើងតែឯងមិនសិតតែចិត្តខ្ញុំទេសិតតែជាផែនការព្រះអង្គអូខេសង្ឃឹមថាបងប្អូនសប្បាយចិត្តហើយអ្នកដែលសប្បាយចិត្តនឹង share វីដេអូនេះទៅកាន់អ្នកដទៃដូចគ្នាដែរអូខេសូមព្រះប្រទានពរខ្ញុំចង់តែថ្វាយបង្គំរៀងរហូត